រុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកផ្ទាល់ខ្លួនបន្ទាប់ពីការអំពាវនាវរបស់លោក Putin Trump មករុស្ស៊ីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកផ្ទាល់ខ្លួនបន្ទាប់ពីការអំពាវនាវរបស់លោក Putin Trump មករូបថតឯកសារប្រព័ន្ធកាំជ្រួចការពារដែនអាកាស Pantsir មួយដែលរុស្ស៊ីដាក់ពង្រាយអំឡុងពេលមានជម្លោះអ៊ុយក្រែន Sputnik យោធារុស្ស៊ីបាននិយាយថាខ្លួនត្រូវតែបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ខ្លួនដើម្បីបំពេញតាមបញ្ជារបស់ប្រធានាធិបតី Vladimir Putin ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនប្រធានាធិបតីបានចេញបញ្ជាជាលទ្ធផលនៃការពិភាក្សាជាមួយសម្ភាគីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារវិមានក្រមឡាំងបាននិយាយនៅពេលក្រោយកាលពីថ្ងៃអង្គារថាក្នុងអំឡុងពេលការហៅទូរស័ព្ទរបស់ពួកគេលោក Putin បានទទួលយកសំណើរបស់ Trump សម្រាប់ភាគីនៅក្នុងជម្លោះអ៊ុយក្រែនដើម្បីបដិសេធមិនធ្វើកូដកម្មលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមករយៈពេល30ថ្ងៃមេដឹកនាំរុស្ស៊ីភ្លាមបានណែនាំយោធារបស់ប្រទេសឲ្យធ្វើតាមក្រសួងការពារជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាខ្លួនបានទទួលបញ្ជាពីអគ្គមេបញ្ជាការកម្ពុជាឲ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនយោងតាមក្រសួងនៅពេលដែលការបញ្ជាទិញរបស់លោក Putin ចូលមកក្នុងយន្តហោះគ្មានមនុស្សបើកវាយប្រហាររបស់រុស្ស៊ីចំនួន7គ្រឿងបានស្ថិតនៅលើអាកាសដោយបានកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនទាក់ទងនឹងអគារឧស្សាហកម្មយោធាឧស្សាហកម្មរបស់ប្រទេសនៅក្នុងតំបន់នៃខូឡេដើម្បីបំពេញពាក្យបញ្ជាការពារដែនអាកាសរុស្ស៊ីត្រូវតែបន្សាប UAS យន្តហោះគ្មានមនុស្សបើកចំនួន6គ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីល Pantsir និងមួយគ្រឿងទៀតដោយយន្តហោះចម្បាំង